Hello hello អ្នកគ្នាជួយខ្ញុំទៀតហើយខ្ញុំយូឡាថ្ងៃនេះខ្ញុំមកសម្រាយភាគតពីរឿងចំណងស្នេហ៍ចាក់ស្រេះតែមិនចុះឲ្យរឿងនេះខ្ញុំ sorry ហ៎អ្នកគ្នាព្រោះថាខ្ញុំបាត់រៀងយូរដោយសារខ្ញុំជាប់ប្រឡងអ្នកគ្នាអញ្ចឹងមិនចង់វិញឆ្ងាយទៅយើងចុះតែរឿងហ្មងបន្ទាប់ពីឆាត់ទៅចាស់ Hevon ក៏បានដកទូរស័ព្ទពីលេខទៅហើយក៏បាននិយាយថាមានគេខំមកចេះហាគាត់ក៏បានងើបទៅយកទូរស័ព្ទពី Hevon ហើយគាត់ក៏បានសួរទៅ Hevon ថាតាឯងហ្នឹងរវល់អត់នៅល្ងាចហ្នឹង Hevon ក៏បានតបថាគាត់រវល់ល្ងាចហ្នឹងហើយជីវ៉ាន់ក៏បានសួរបន្តថាតើឯងហ្នឹងចង់ដេតមួយយើងមែនហើយចាហើយក៏បាននិយាយថាហ្នឹងយើងចង់ណាត់ឯងទៅបាហើយហេវ៉ាន់ក៏តបទាំងស្រ័យថាហាអីគេការណាត់ជួបទៅបាវាណាត់ជួបរបៀបម៉េចចាហាក៏តបថាឯងគួរដឹងហើយតោះយើងមួយទឹកមួយគ្នាហើយហេវ៉ាន់ក៏បាននិយាយថាឯងមិនចាំទេសជេហាហេវ៉ាន់ក៏បាននិយាយទៅថាឯងអត់ចាំទេយើងក៏ធ្លាប់និយាយហើយមុននឹងធ្វើវាធ្វើតែរឿងហ្នឹងធ្វើបានតែម្ដងទេគ្នាកន្លែងហ្នឹង Hevon ក៏ចាំមានហានចេះថាគាត់ហ្នឹងគ្រាន់ជាមិត្តរួមក្រែគ្នាហើយគាត់ធ្វើតែម្ដងអញ្ចឹងណាកុំញ៉ៃអញ្ចឹងណាហើយចេះហាក៏បានតបថាយើងគ្រាន់តែមួយទឹកមួយគ្នាតាដូចពីមុនតាមានអីត្រូវខុសហើយក៏បាននិយាយតថាយើងមើលទៅឯងទៅដូចជាមានអារម្មណ៍ហើយ Hevon ក៏តបទៅស្រ័យថាវាជារឿងធម្មតាទេដែលមនុស្សប្រុសមានអារម្មណ៍នៅពេលព្រឹកចេះហាក៏ទៅទៅមុខច្រឡំថាអេឯងប្រកាសអត់ថាឯងអត់ចង់នៅជាមួយយើងហើយឯងពេលយប់មិញដូចមិនអញ្ចឹងទេការដល់បន្ទប់ studio របស់ Sionដោយស៊ីយ៉ុនកំពុងតែចាំទូរស័ព្ទនរណាគេក៏មិនដឹងដែរបានហើយថាយើងក៏បានអបជាកេះស៊ីយ៉ុនហើយក៏បានសួរថាតើចេះហាក់អត់ឆ្លើយតបទូរស័ព្ទឯងទេពីយ៉ាងកំពុងនិយាយសុកសុនហ្នឹងក៏មានគ្រប់ការងារថតក៏បានឲ្យពីរនាក់ហ្នឹងតែត្រៀមខ្លួនថតថេនក៏បានបើកទ្វារចេញមកក្រៅហើយក៏ម្នាក់ស្រីខាងថតហ្នឹងសួរថាហាមិនថេវ៉ាន់នៅក្នុងបន្ទប់ហ្នឹងអញ្ចឹងហើយយើងក៏បានតបម្នាក់ស្រីថាគាត់គ្រាន់តែមកនិយាយលេងជាមួយស៊ីយ៉ុនទេក្រុមការងារម្នាក់ទៀតហ្នឹងក៏បានដើរមកប្រាប់ស៊ីវ៉ាន់ថាដល់មកគាត់ថតហើយកាន់មកក្នុងបន្ទប់ថតរូបជាងថតរូបក៏បានឲ្យពីរអ្នកហ្នឹងគាត់សេរីកែបកាយទៅហើយសេថេវ៉ាន់ក៏បាននិយាយថាគាត់ចង់ថាស៊ីយ៉ុនហើយស៊ីយ៉ុនក៏បាននិយាយថាឯងនៅសៀមមើលហើយអ្នកក្រុមការងារពីរអ្នកហ្នឹងក៏បាននិយាយថាស៊ីយ៉ុនហើយថេយ៉ុនហ្នឹងមើលទៅគាត់ដូចសាសនាគ្នាដល់ហើយរឿងហ្នឹងក៏បាននិយាយថាគាត់មើលទៅប្រហែលដូចជាមិត្តភក្តិនឹងគ្នាកាត់មកអាហារទឹកវិញ Hevon ក៏បានសួរទៅកាន់ចេះហាថាមើលទៅបន្ទប់របស់ឯងហ្នឹងដូចជាសន្តាគារគូស្នេហ៍អញ្ចឹងហើយចេះហាក៏បានតបថាឯងតែទៅមែនមិនឯងដឹង Hevon ក៏បាននិយាយថាគាត់បានទៅគាត់គ្រាន់មើលក្នុងអ៊ីនធឺណិតទេវីដេអូអីចឹងណាចេះហាសុកក៏បានសួរទៅកាន់ Hevon ថាឯងមិននៅសុកឯងចង់ជួបយើងចឹងនៅការយប់នោះហើយនៅសុកឯងត្រឡប់មកសេអ៊ូលវិញHevon ក៏បានតបថាហាយើងគ្រាន់តែចង់ជួបមកសម្លាញ់យកបានទេហើយក៏បាននិយាយទៅថាខ្ញុំចង់មកគឺជាសិទ្ធិរបស់ខ្ញុំមានអាណាគេហាមឃាត់យើងបានចេះហាក៏បានសួរថាហេយើងគ្រាន់សួរតាឯងចាំបាច់ខឹងហើយចេះហាគាត់ក៏បានសួរបន្តថាឯងចង់ត្រឡប់មកវិញហ្នឹងដើម្បី private ជាមួយសេយ៉ុនទៀតមែន Hevon ក៏បានឆ្លើយហើយគាត់ក៏បានសួរបកទៅចេះហាវិញថាចុះឯងមិនតាន់បែកគ្នាជាមួយស៊ីយ៉ុនទេកំប្រាប់ណាថាឯងនៅស្រឡាញ់ស៊ីយ៉ុនបន្ទាប់ពីស៊ីយ៉ុនក្បត់ឯងទាំងបើចំហចេះហាក៏បានតបថាឯងទេអ្នកនៅស្រឡាញ់គេHevon ក៏បានសួរថាអេឯងមិនឆ្លើយសំណួរយើង Hevon ក៏បានសួរបន្តថាយើងមើលទៅដូចជាឯងអាសានាំនរណាគេមកក្នុងបន្ទប់ឯងណាចេះហើយបាននិយាយថាគាត់គ្រាន់តែតុបតែងវាធម្មតាមិនដែរឬយើងរបស់យើងឯងយប់មិញពិតជាធ្ងន់បានពីរោះណាយើងជួយចិត្តទៅពេកហើយឈ្មោះយើងចាំណាវិញមិត្តភក្តិចេះហើយគាត់បានដើរមកគូទ្វាររបស់បន្ទប់ចេះហើយចេះហើយក៏បានបើកទ្វារឲ្យភក្តិគាត់ហើយក៏បានសួរថាឯងបានទិញវាមកអត់មិត្តភក្តិចេះហើយក៏បាននិយាយថាគាត់បានទិញមកអស់ហើយទិញទាំងខោទាំងអីមកអស់ហើយមិត្តភក្តិចេះហើយក៏បាននិយាយទៅថាគាត់ខំទិញមកឡើងលឿនហើយឯងទៅអាណាគេកាលមកកូនស្រីយើងវិញពងញ៉ាំបឺហ្គឺសុកហ្នឹងចេះហើយក៏បានសួរចេះបានថាឯងនៅយូរយ៉កហ្នឹងមិនដែរសុខសប្បាយអត់ហើយ Hevon ក៏តបទៅថាឯងចង់សួរយើងហ្នឹងឯងចង់រត់ទៅនៅយើងដែរមែនហើយចេះហើយគាត់ថាយើងគ្រាន់សួរឯងតើហើយ Hevon ក៏បាននិយាយថាគាត់រស់នៅសុខសប្បាយតាវាប្រសើរជាងនៅគ្នានេះហើយនៅសុខហ្នឹងចេះហើយក៏បានសួរថាឯងប្រកាសអត់ថាឯងដែរដេកមិនណាគេHevon ក៏និយាយថាគាត់អត់ដែរមែនតើប៉ុន្តែវាគ្រាន់ជាការថើបបន្តិចបន្តួចទេហើយចេះហើយបានសួរថាប៉ុន្មានដងហើយ Hevon គាត់បាននិយាយថា4-5 ដងហ្នឹង Hevon គាត់ញ៉ាំសុខសុនហ្នឹងគាត់ក៏ប្រឡាក់មាត់ហើយចេះហើយគាត់ក៏បានជួយឲ្យហើយ Hevon ក៏បានសួរថាហេអញកើតអីហ្នឹងហើយចេះហើយក៏បានតបថាយើងគ្រាន់ជួយមកឯងតើ Hevon ក៏នៅសុខក៏បានខឹងចេះហើយក៏បានថាឯងមិត្តប្រុសរបស់ឯងហ្នឹងទៅដល់ប្រុសរបស់យើងកាលដល់ពីរនាក់ហ្នឹងដើរចុះមកក្រោមហើយក៏មិត្តភក្តិគាត់ក៏បានសួរថាចេះហើយភក្តិគាត់ក៏បានសួរថាឯងមកវិញអត់ Hevon ក៏ដើរទៅឡើងចេះហើយក៏បានសួរថាចេះហើយឯងចិត្តរបស់បុរាណមែនហើយចេះហើយក៏បានតបថាវាគ្រាន់ជាចំណុចចិត្តរបស់គាត់ទេ Hevon ក៏បានសួរថាយើងអាចសុំឡើងបានអត់
ហើយប្រហែលជាហើយក៏បាននិយាយថាលើកទី1ដែលយើងឡើងឃើញថាគ្រាន់តែដេកមួយយប់សុំឡានដល់ល្បីមួយចេះហើយក៏និយាយថាហាអាចចង់យើងធ្វើជា Sugar Daddy ឯងមែនហ៊ីវ៉ាន់ក៏និយាយថាគាត់ចង់មក Sugar Daddy ព្រោះថាគាត់ជាជនក្រីក្រអាចចាត់ទុកថាវាជាអំណោយដែលយើងត្រឡប់មកវិញទៅចេះហើយក៏និយាយថានៅក្នុងកាយសពឯងហ៊ីវ៉ាន់ក៏និយាយទៅខឹងថាហេតុអីយើងចង់ធ្វើជីវិតភ័ក្ររបស់ឯងឈិតធ្វើយ៉ាងហ្នឹងចប់ដំណឹងអ្នកគ្នាតែ sorry ហោះសម្រាប់សម្លេងរំខានអ្នកគ្នាអញ្ចឹងជួបគ្នានៅ chapter ក្រោយបាយបាយ